រឿងទុករបស់ព្រះទេសថេរបានឮមកថាក្នុងក្រុងសាវត្ថីបុត្ររបស់កុដុម្ពីកឈ្មោះទេសៈលះទ្រព្យ40កោដចេញបួសនៅតែម្នាក់ឯងក្នុងព្រៃមិនមានផ្ទះភរិយារបស់ប្អូនប្រុសលោកបញ្ជូនចោល500ឲ្យទៅសម្លាប់លោកពួកចោលទៅឡោមព័ទ្ធលោកទើបសួរថាឧបាសកលោកនាំគ្នាមកធ្វើអ្វីពួកចោលឆ្លើយថាមកសម្លាប់លោកនឹងឯងលោកទើបនិយាយសូមអង្វរថាឧបាសកទាំងឡាយមេត្តាទទួលធានាអាត្មាឲ្យជីវិតអាត្មាត្រឹមតែមួយយប់ចុះពួកចោលពោលថាសាមណៈណានឹងធានាលោកក្នុងឋានៈយ៉ាងនេះបានពធេរៈក៏ចាប់ថ្មធំគប់ឆ្អឹងស្មងជើងទាំងពីរខាងហើយពោលថាធានាល្មមទេពួកចោលទាំងនោះក៏មិនទាន់កិច្ចទៅត្រឡប់មកបង្កាត់ភ្លើងដេកក្នុងទីចិត្តចង្ក្រោមពធេរៈគ្របសង្កត់វេទនាពិចារណាសិលអាស្រ័យសិលដែលបរិសុទ្ធក៏កើតបៃតិនិងបាមុជ្ជៈលំដាប់តពីនោះក៏ចម្រើនវិបស្សនាធ្វើឲ្យសាមណៈធររហូតអស់មួយយប់ក្នុងយាមទាំង3ពេលអរុណរះក៏សម្រេចព្រះអរហន្តទើបថ្លែងឧទានថាអោភោបទានិភិនទិត្វាសញ្ញមិសាមិវោអហង្អដ្ឋយាមិហរាយាមិសារៈកមរណេអហង្វហង្ចិនតយិត្វានិយថាភូតាំងវិបស្សិសាំងសម្បតេអរុនុកមហិអរហត្តាំងអបាពុណង្យើងគប់ជើងទាំងពីរខាងការពារលោកទាំងឡាយយើងធុញទ្រាន់ក្នុងសេចក្តីស្លាប់ទាំងដែលនៅមានរាគៈយើងគិតយ៉ាងនេះហើយក៏ឃើញច្បាស់តាមសេចក្តីពិតពេលអរុណរះមកដល់យើងក៏សម្រេចព្រះអរហន្តដូច្នោះសូមជ្រះថ្លាអនុមោទនា